chẳng tới cứ những ai đi quân ban sập bẹp giang chẳng hay ban chỉ kê ao đầm lấy từ lứa mà tệ cùng nứt nâng sập bẹp giang chẳng hay ban chỉ kê miên chắc bắp trai nhọn pi sứt sợi phép nó không ca bẩn chân mà tệ pro mình nút mình ai nâng cất đôi kia thế hay ca cất mình đôi kia nâng mến chỉ ốc cất cam thế mến chỉ bắt là mơ thế chẳng ban chỉ lứa sợi lộn nâng kê miên chắc bắp chẳng hay không chăm sầm đây ông nâng mũi chỉ vật để trong ban này dây tha dương tầng ở kia sắp tại miên sứt nó không ca cuốn mà tu bay chỉ dương miên chủng này chủng này không năng cả đái pro ấy vì coach con nâng số phe này chay common sense nâng không biết chẳng dương ai này dây bàn hay mình chẳng ô tia họ cú con lán trùng cho dân trong bài khai tới chia mechanics với sạc coឬក៏មេកានិកជាងឡានដើម្បីឲ្យរិះគន់កង់ឡានហ្នឹងជ្រុងអញ្ចឹងវាមិនត្រូវទេតើតែមិនយើងគ្មានសិទ្ធអីមករិះគន់កង់ឡានជ្រុងឯងកង់មិនក៏បានដែរយើងរិះគន់អត់បានទេចឹងបើកង់វាជ្រុងអញ្ចឹងវាទៅបើកើតកង់វាមូលអញ្ចឹងយើងអាចរិះគន់បាននៅក្នុងន័យនេះហើយបានជាគេលើកទឹកចិត្តឲ្យការរិះគន់ចឹងខ្ញុំវិលមកវិញខ្ញុំនិយាយនេះគឺបានន័យថាខ្ញុំមិនចេះដល់អ្នកទាំងអស់ហ្នឹងទាំង4អ្នកហ្នឹងមែនក៏ប៉ុន្តែខ្ញុំអាចមានសិទ្ធិរិះគន់គាត់ហើយក៏ជាសំណូមពរតាមការស្ដាប់របស់ខ្ញុំកម្រិតយល់ដឹងភាសាអង់គ្លេសរបស់អ្នកទាំង4នេះណាគួរឲ្យកោតសរសើរទាំងលោកហ៊ុនម៉ាណែតទាំងអ្នកស្រីចននិមលទាំងលោកសុនចន្ទថុលទាំងលោកកែវរតនៈព្រោះគាត់អាចឆ្លើយតបនឹងសំណួររបស់អ្នកសួរបានគ្រប់សំណួរក៏ប៉ុន្តែអ្នកដែលលេចធ្លោជាងគេដែលនិយាយភាសាអង់គ្លេសស្ទាត់ជំនាញដែលគួរឲ្យកោតសរសើរមិននឹកស្មានដល់គឺអ្នកស្រីចននិមលដែលជាកូនរបស់លោកចនប្រសិទ្ធខ្ញុំជឿថាកម្រិតយល់ដឹងរបស់លោកស្រីចននិមលនេះគឺជាកម្រិតយល់ដឹងភាសាអង់គ្លេសបែបរលូនមែនតើខ្ញុំភ្ញាក់ផ្អើលណាស់ព្រោះគាត់នៅស្រុកខ្មែរខ្ញុំដឹងថានៅស្រុកខ្មែរខ្វះអីគេនិយាយអង់គ្លេសបានรู้អ្នកខ្លះអត់ទាំងនិយាយខ្មែរផងណានៅផ្ទះនេះគេនិយាយតែអង់គ្លេសហើយកូនអភិជនមានលោកចន់ប្រសិទ្ធជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអីចេះច្បាស់ណាស់គេមានលុយមានអីកូនរៀននៅស្រុកក្រៅឬក៏បើរៀននៅស្រុកខ្មែរក៏រៀននៅសាលាអន្តរជាតិសាលាអីបងលុយ 10000 20000 មួយឆ្នាំដែរយើងអាចថាកម្រិតហ្នឹងវាអញ្ចឹងក៏ប៉ុន្តែការនិយាយរបស់គាត់ហ្នឹងគឺវារលូនមែនតើភាសាអង់គ្លេសហ្នឹងមិននឹកស្មានដល់ថាគាត់និយាយអង់គ្លេសប្រកែកខ្ញុំសូមសរសើរដោយស្មោះអត់មានបច្ចេកបចោអត់មានបន្ទុចប្រអីក្នុងចំណោមអ្នកទាំង4អ្នកហ្នឹងគឺអ្នកស្រីចននិមលនិយាយអង់គ្លេសប្រកែកជាងគេរូបន្ទាប់មកអ្នកដែលនិយាយគ្រាន់បើហើយអាចថានិយាយមាន flow លឿនស្រួលស្ដាប់គឺលោកកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងធម្មពលរាយនឹងធម្មពលអ្នកទី3គឺលោកសុនចន្ទថុលគ្រាន់បើដែរក្នុងន័យថាអាចនិយាយបានពិបាកស្ដាប់បន្តិចក៏ប៉ុន្តែគាត់អាចនិយាយពូបច្ចេកទេសភាសាពាណិជ្ជកម្មភាសាអីហ្នឹងគឺតើតែយើងដឹងកិច្ចការជ្រាក់ជ្រៅច្រើនបានយើងយល់ប៉ុន្តែភាសាដែលគាត់និយាយហ្នឹងគឺភាគច្រើនគឺគាត់ដូចថាសំណួរគេសួរខ្លាំងទៅគាត់ពិបាករកគិតការពារដោះសារអីខ្លះផងដូច្នេះរៀងក្តាក់ដប់រឿងពិបាកស្ដាប់តិចកន្លែងខ្លះតែគាត់នៅតែកម្រិតហ្នឹងគឺអ្នកទាំង3គឺគាត់លេខ3កម្រិតភាសាអង់គ្លេសប៉កែដែរដែលអាចនិយាយតាក់ទងគ្នាបានហើយជាប់លំដាប់ថ្នាក់លេខ4គឺលោកហ៊ុនម៉ាណែតការដែលខ្ញុំឲ្យបន្ទុកលោកហ៊ុនម៉ាណែតជាភាសាអង់គ្លេសដែលគាត់អាចតាក់ទងគ្នាបានក្នុងចំណោមអ្នកទាំង4ខ្ញុំនិយាយថាដោយសារអ្នកទាំង4ហ្នឹងសល់ប៉កែទេណាចង់និយាយថាគាត់លេខ4ក្នុងចំណោមអ្នកប៉កែដែរបើនិយាយទៅគ្រាន់បើដែរមិនអញ្ចឹងណាគឺលោកហ៊ុនម៉ាណែតបន្ទុកក្រោមគេបន្តិចដោយសារតែភាសាអង់គ្លេសរបស់គាត់នៅយ៉ានិយាយទៅគឺភាសាអង់គ្លេសដូចថាមិនរលូនមិនរដាស់អីខ្លាំងតែធ្វើម៉េចបើគាត់នៅខ្មែរគាត់និយាយតែខ្មែរអញ្ចឹងដែរតែខ្ញុំមកនៅអង់គ្លេសនេះរាប់ឆ្នាំនៅអាមេរិករាប់ឆ្នាំខ្ញុំនិយាយអង់គ្លេសឡើងចាញ់ហើយខ្ញុំនិយាយខ្មែរបានច្រើនជាងដែរដោយសារតែខ្ញុំនិយាយតែខ្មែររាល់ថ្ងៃដែរដូច្នេះវាអាចគាត់ថារឿងនេះអ្វីដែលជាការដែលលើកសរសើរនេះគឺខ្ញុំគិតថាថ្នាក់ដឹកនាំគឺប្រើភាសាអង់គ្លេសបានស្ទាត់ជំនាញច្រើនគ្នាគ្រាន់តែថាលោកស្រីចោមនិមលអ្នកស្រីចោមនិមលលើកក្រោយបើជួបសម្ភាសកុំនិយាយញាប់ពេកគាត់និយាយដល់ដង្ហើមទេរហូតតែពេលលេបទឹកមាត់គាត់បានដែរប្រហែលជាពេលវេលាខ្លីក៏មិនដឹងយើងនិយាយត្រូវដកដង្ហើមវែងហើយឆ្លើយឲ្យដូចថាអត់គំរត់កុំលឿនពេកដល់ពេលចឹងគាត់បញ្ញាប់ទៅដោយសារភាពរដាស់របស់គាត់ផងគឺធ្វើឲ្យការអានហ្នឹងវាលឿនពេករហូតដល់ចង់បាច់ខ្យល់តែអញ្ចឹងទៅវាធ្វើឲ្យយើងស្ដាប់ហ្នឹងយើងហត់ដែរតែប៉ុណ្្នឹងទេឥឡូវនិយាយពីរឿងខ្លឹមសារនៃបទសម្ភាសន៍វិញតើបានប្រយោជន៍អីបងប្អូនស្ដាប់បទសម្ភាសន៍គាត់ទាំង4នាក់នេះអត់សូវបានប្រយោជន៍អីទេក្រៅតែពីការគាត់ឡើងមកនិយាយដោះសារការពីអ្វីដែលជាបញ្ហាប៉ុន្តែផ្ទុយទៅវិញវាធ្វើឲ្យថ្នាក់ចិត្តអ្នកស្ដាប់ទៅវិញឥឡូវខ្ញុំចាប់ផ្ដើមពីលោកហ៊ុនម៉ាណែតទៅមុនពេលដែលអូខេឥឡូវកុំអាហ៊ុនលោកហ៊ុនម៉ាណែតចាប់ផ្ដើមពីលោកសុនចន្ទថុលទៅមុនដោយសារប្រធានបទមិញខ្ញុំបើកតាក់ទងនឹងអាមេរិកដាក់ទណ្ឌកម្មសំទោសមិនដាក់ទណ្ឌកម្មទេគឺយកពន្ធបន្ថែម 10% ទៀតដោយសារបញ្ហារំលោភការងារពលកម្មដោយបង្ខំនិងរំលោភសិទ្ធិមនុស្សរឿងនេះមិនមែនគេដាក់តែខ្មែរទេបងប្អូនស្ដាប់ឲ្យតន់ខ្ញុំថាបងប្អូនខ្លះមករករឿងខ្ញុំឲ្យថាមករករឿងអីតែខ្មែរគេដាក់មកកណ្ដោដែរប្រទេសដែលអាមេរិកដាក់យកពន្ធ 10% នេះគឺមានតែ15ប្រទេសទេជាទូទៅគឺមានខ្មែរមានអីផ្សេងទៀតខ្ញុំយកខ្មែរមកនេះដោយសារខ្មែរទៀបជាងគេទេ60ប្រទេសដែលអាមេរិកយកពន្ធពី10ទៅ 12.5% ហ្នឹងខ្មែរក្នុងកម្រិតប្រទេស15ដែលជាប់តែ 10% ឯងក្រៅពីហ្នឹងគេជាប់ 12.5% កន្លះហើយអ្នកដែលជាប់ 12.5% កន្លះហ្នឹងមានវៀតណាមហើយនឹងថៃអីចឹងទៅអញ្ចឹងថៃជាប់ពន្ធច្រើនជាងខ្មែរផងបើយើងស្ដាប់មកថាឲ្យចុះហេតុអីមកនិយាយតែខ្មែរជាប់បរទេសអត់កាណាដាក៏ជាប់ដែរមិចស៊ីកូ
จักรภพอังเลประเทศเซนเตียกระจอบฉอนได้ผู้อเมริกคือมียุนกาตามsection 301របស់គេហ្នឹងគឺគេរត់បន្តឹងខ្លាំងនៅក្នុងការដែលតកតនឹងពលកម្មដោយបង្ខំនឹងការរំលោភសិទ្ធិមនុស្សដោយសារតែគេមិនចង់ឲ្យអាមេរិកទទួលយកផលិតផលពីប្រទេសណាដែលផលិតហើយយកវត្ថុធាតុដើមឬក៏កម្លាំងពលកម្មដែលគេប្រវាញ់ធ្វើបាបកម្មករឲ្យរួចពន្ធទេអាមេរិកអត់ចង់បានអញ្ចឹងទេអញ្ចឹងគេដាក់ពន្ធហ្នឹងគឺសំដៅទៅលើថាឲ្យយើងរៀងចាលហើយកម្ពុជាដែលគេអត់យកដល់ទៅ12.5% ហ្នឹងគឺដោយសារហេតុផលមួយថាកម្ពុជាបានបដិញ្ញានេះទៅបដិញ្ញាប្រហែលខែមុននេះដែលយើងប្រាប់ថាយើងនឹងហាម5ពលកម្មដោយបង្ខំដែលនាំទំនិញពីប្រទេសដែលផលិតដោយពលកម្មដោយបង្ខំនិយាយទៅមិនយកវត្ថុធាតុដើមយករកទំនិញស្អីក៏ដោយពីប្រទេសណាដែលធ្វើបាបកម្មករអញ្ចឹងទៅអានេះយើងចេញច្បាប់ខ្លួនឯងថ្មីនេះប្រហែលសប្តាហ៍មុននេះកម្ពុជាបដិញ្ញាអញ្ចឹងបានជាអាមេរិកថាកម្ពុជាបដិញ្ញាអញ្ចឹងក៏អនុគ្រោះចុះឲ្យ 2.5% កុំអីត្រូវ 10.25 12.25 ប្រទេសដទៃទៀតគឺគេមានយន្តការអញ្ចឹងដែរគេថាអ្នកខ្លះមានច្បាប់មានទម្លាប់តែអត់អនុវត្តរឿងពលកម្មដោយបង្ខំនិងការរំលោភសិទ្ធិមនុស្សហ្នឹងអញ្ចឹងហើយបានជាគេជាប់នៅខ្ពស់នៅឡើយអញ្ចឹងកម្ពុជាបដិញ្ញាដែរអញ្ចឹងបដិញ្ញាហ្នឹងនៅបដិញ្ញាសិទ្ធិមនុស្សហ្នឹងក៏កម្ពុជាបដិញ្ញាជាមួយអាមេរិកដែរពេលដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនៅខែតុលាកាលពីក្នុងអំឡុងពេលបាត់ជប់បាញ់លើកទី2នោះដែលលោកត្រាំទៅមានវត្តមានដែលយើងឃើញដែលលោកហ៊ុនម៉ាណែតហើយនិងលោកអនុទិនចាំរៈគល់ខ្វែងដៃគ្នារឿងដកស្លាកកម្ពុជានិងស្លាកថៃហ្នឹងគឺច្បោកច្បល់ហ្នឹងយើងថាថៃស្អីណាអ្នកខ្លះទៅឌីលថៃអត់មួយយៀតអីណាចេះចង់អង្គុយក្បែរលោកត្រាំអីលាក់នឹងលាក់ដូរវាមិនមែនទេដោយសារតែពេលដែលបាត់ជប់បាញ់គ្នាចុះកិច្ចព្រមព្រៀងបាត់ជប់បាញ់ហើយដើម្បីកុំឲ្យខាតពេលគេយកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថៃនិងអាមេរិកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជានិងអាមេរិកយកមកសញ្ញេជាមួយគ្នាក្នុងពេលជាមួយគ្នាដល់ពេលអញ្ចឹងនៅពេលដែលអាមេរិកត្រូវសញ្ញេកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងថៃនិងអាមេរិកអញ្ចឹងវាត្រូវតែថៃនិងអាមេរិកនៅជាប់គ្នាដល់ពេលសញ្ញេជាមួយខ្មែរមួយអាមេរិកវាត្រូវខ្មែរនិងអាមេរិកនៅជាប់គ្នាអញ្ចឹងហើយបានជាលោកអនុទិនច័ន្ទរៈគល់ហ្នឹងគាត់ចង់ធ្វើឲ្យវាស៊ីគ្នាពេលគេថតរូបពេលសញ្ញេពាណិជ្ជកម្មខ្មែរនិងអាមេរិកឲ្យខ្មែរនៅជិតលោកត្រាំទៅបើថៃជាមួយអាមេរិកឲ្យថៃនៅជិតលោកត្រាំហើយបើអង្គុយនៅអញ្ចឹងវាហាក់បីដូចជាគេមើលមកដូចថារូបភាពហ្នឹងវាឆ្កងអញ្ចឹងទៅធ្វើឲ្យមានការខ្វែងអាហ្នឹងយើងសញ្ញេជាមួយអាមេរិកហ្នឹងគឺយើងសន្យាថាយើងនឹងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអញ្ចឹងអាមេរិកដោយសារតែយើងបដិញ្ញាអត់ទាន់ធ្វើទេគ្រាន់តែបដិញ្ញានៅក្នុងកិច្ចសន្យាហ្នឹងបានជាគេដាក់យើងត្រឹមតែ 10% សិនណាប៉ុន្តែយើងនៅសកាអាសិទ្ធិមនុស្សហ្នឹងអត់ប្រកបទេពួកនេះគឺជាបណ្ដោះអាសន្នទុកឲ្យយើងកែទៀតដល់អត់កែគេនឹងអាចដាក់ច្រើនជាងហ្នឹងទៀតអូខេឥឡូវដោយសារតែយើងជាប់តែ 10% ប្រទេសដទៃទៀតជាប់ 12.5% ដឹងរដ្ឋមន្ត្រីយើងឬលោកស៊ុនចន្ទថុលនឹងគាត់និយាយថាម៉េចទេពេលដែល Bloomberg សម្ភាសគាត់និយាយថាយើងសប្បាយរីករាយខ្លាំងណាស់ដែលយើងជាប់ពន្ធតែ 10% ណាតែជាអញ្ចឹងវិញទៅគាត់និយាយប្រាប់គេថាយើងសប្បាយ very pleased ជាភាសាអង់គ្លេស we are very pleased that we received 10% tariff យើងសប្បាយចិត្តខ្លាំងណាស់ដែលអាមេរិកយកយើងតែ 10% នេះធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងចៅដែលវាចូលប្លន់នៅផ្ទះមួយហើយទៅវាចាប់ប្តីប្រពន្ធ2នាក់ចងហើយវាគូសដោយសមកអំវងអញ្ចឹងដាក់នៅជើងចងជាប់អញ្ចឹងហើយចងហ្នឹងមិនចំណងអីច្រើនទេចងចំណងស្រាល2នាក់ប្តីប្រពន្ធប៉ុន្តែចៅមានកាភ្លើងហើយទៅពមៀនប្តីប្រពន្ធ2នាក់ហ្នឹងថាអ្នកណាដែលហ៊ានដាក់ជើងចេញផុតតារង្វង់ដីសដែលគេគូសហ្នឹងគឺគេនឹងបាញ់សម្រាប់ចោលអញ្ចឹងគឺអីចឹងឬក៏ធ្វើបាបអីចឹងហើយអូយបែកញើសជោគនៅទ្រាំញ័រទៅធ្វើចោលលួចកោះកាយខ្ទេចខ្ទីអស់1ម៉ោងជាង2ម៉ោងនឹងអង្គុយនៅហ្នឹងសូម្បីតែចោលចេញទៅបាត់ហើយហ្នឹងក៏អត់ហ៊ានចេញពីរង្វង់ហ្នឹងដែរព្រោះភ័យខ្លាចផុតរង្វង់ហ្នឹងទៅចោលបាញ់ចោលចេញទៅបាត់មកបន្ទុះធំបានដោះស្ងាត់យូរបានចាប់ផ្ដើមចាប់ផ្ដើមគាត់ណាអង្គាទៅអាខ្សែហ្នឹងមានស្អីមានជាប់អីបើសិនជាគាត់រើតាំងពីយូរទៅរកស្អីទៅហៅប៉ូលីសហៅអីក៏បានដែរប៉ុន្តែភ័យខ្លាចពេកប៉ុន្តែបែរជាប្តីហ្នឹងនៅពេលដែលចោលចេញបាត់ទៅមកអង្គុយសើចអស់សំណើចអាចទ្របគេលួចអស់គេធ្វើបាបបាក់ស្បាតប្រពន្ធអង្គុយយំឡើងកញ្ញាញ់គូក្បាលប្តីមកអង្គុយសើចប្រពន្ធសួរថាប្តីប្រហែលជាឈួតអីហ្នឹងបានជាអញ្ចឹងទៅជាឡប់សតិអស់ហើយហ្នឹងប្តីសើចទៅសួរប្រពន្ធសួរសើចអីគេយកទ្របអស់ហើយអត់ព្រមតាក់តងនឹងទេហៅប៉ូលីសឥឡូវសើចអីគាត់ថាគាត់សើចរឿងអាពេលដែលចោលហ្នឹងវាធ្វើវាគ្រាន់បើវាថាសិទ្ធិណាយើងដាក់ហ៊ានទៅយកជើងចេញពីរង្វង់ហ្នឹងគឺវាបាញ់ចោលអីណាបងចាំតែខ្លាចវាតាពេលដែលវាពងរើអីវ៉ាន់នៅក្នុងផ្ទះយើងហ្នឹងបងដាក់ជើងចេញប្រហែល2 3ធ្ងាប់ចេញពីរង្វង់ដីសវាអត់ឃើញផងវាអត់ហ៊ានធ្វើអីផងទៅអួតចឹងវ៉ាន់ណាមើលអារឿងប្រពន្ធភ្នំក៏ទៅអួតចាឥឡូវចូលមកដល់លោកសុនចន្ទថុលដូចរឿងចឹងដែរអារឿងគេដាក់ទណ្ឌកម្មយើងតា 1% ក៏អត់មានកន្លែងណាសប្បាយចិត្តដែរព្រោះជារឿងទុកសោកគេជាប់ 9-10% ហើយហ្នឹងពុនសប្ងៃ 9-10% ហើយហ្នឹងហើយតែឥឡូវគេមកនិយាយរឿង 10% តាក់តងនឹងរឿងពលកម្មដោយបង្ខំអីណាទៀតហើយយើងសប្បាយចិត្តក្រៃយ៉ាងមិនកើតខ្ញុំពងតែឆ្ងល់គាត់និយាយហ្នឹងគឺចង់លួងចិត្តថាអត់អីហងប៉ុន្តែវាអត់អីតែក្រុមអស់លោកទេប្រជាពលរដ្ឋខ្មែរគ្នាពិបាកភ័យទៀតហើយ
ព្រោះតែដាក់ពន្ធដាក់អីចឹងហើយរឿងអត់មានរឿងអីទេរឿងពលកម្មដោយបង្ខំរឿងចារឹកនៃភាពដឹកនាំរបស់យើងហើយនឹងរឿងសិទ្ធិមនុស្សដែលយើងអត់ព្រមកែហើយរឿងនេះគ្រោះថ្នាក់មែនតើបងប្អូនឥឡូវនេះគាត់និយាយចឹងហ្នឹងលោកសុនចន្ទថនគាត់និយាយចឹងហ្នឹងខ្ញុំនិយាយតែពីមួយជ្រុងហ្នឹងលោកសុនចន្ទថននិយាយច្រើនទៀតតែអត់មានប្រយោជន៍អីដែលយកមកផ្សាយការទេព្រោះអីជាពិធីសារដែលគាត់និយាយពីរឿងគេសួរគាត់ដែរមកខ្ញុំជួយប្រាប់បងប្អូនគេសួររឿងធុរៈរឿងនេះរឿងទំហំពាណិជ្ជកម្មខ្មែរជាមួយនឹងបរទេសជាពិសេសឮថាកម្ពុជាហ្នឹងទៅតាក់ទងវិនិយោគិនបរទេសច្រើនណាតើគេចាប់អារម្មណ៍នឹងខ្មែរអត់ឃើញខំប្រឹងដែរហើយមានបញ្ហាឆបបោកអនឡាញយ៉ាងកក្រើកបែបនេះតើកម្ពុជាទៅរួចទេមើលទៅមានគេចាប់អារម្មណ៍អត់នឹងអាវរិលហុងស៊ូគាត់ចឹងនឹងគាត់ឆ្លើយថាម៉េចទេគាត់ថាយើងបើកចំហជើងមេឃពាណិជ្ជកម្មកម្ពុជាគឺមានតំបន់សេដ្ឋកិច្ចពិសេសតំបន់សេដ្ឋកិច្ចពិសេសរបស់យើងហ្នឹងគឺថាពិសេសលើគេនៅលើអាស៊ាននៅក្នុងអាស៊ានគឺមកឥឡូវតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគាត់ថាកើនឡើងច្រើនគួរឲ្យកត់សម្គាល់រាប់សិបហើយអ្នកណាមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺឲ្យសិទ្ធិបរទេសហ្នឹងមានម្ចាស់កម្មសិទ្ធិ 100% រដ្ឋអត់មានទៅត្រួតត្រាទៅកាន់អីទេគឺឲ្យអញ្ចឹងឲ្យមានសេរីភាពអញ្ចឹងដើម្បីតាក់ទាញល្អដែរបើស្ដាប់ទៅគឺល្អមែនតើក៏ប៉ុន្តែដល់ពេលសួរថាចុះឥឡូវមានការកើនឡើងទេពេលដែលយើងមានគោលនយោបាយល្អអញ្ចឹងគាត់ថាអាកាល2024មានទំហំពាណិជ្ជកម្មគឺនិយាយទៅ24ដូចជាតែប្រហែល30 40% ដល់25ហ្នឹងគឺកើនច្រើនដល់ 50% ជាងទំហំពាណិជ្ជកម្មជាមួយបរទេសណាគម្រោងអីគឺកើនដល់ពេល26នេះ6ខែ7ខែដើមឆ្នាំនេះចុះមកវិញនៅសល់តែ 30% ជាង 35% ហើយនៅក្នុងហ្នឹងនៅពេលដែលអ្នកសម្ភាសហ្នឹងគេសួរគាត់ថាតើទំហំពាណិជ្ជកម្មអន្តរជាតិហ្នឹងដៃគូពាណិជ្ជកម្មហ្នឹងភាគច្រើនជាអ្នកណាគាត់ថាភាគច្រើនចិនមានអ្នកណាមករកស៊ីគេល្អអាណាមករកមួយខ្មែរចឹងគាត់ឆ្លើយហ្នឹងគឺវាស្មោះត្រង់ដែរគម្រោងប្រហែលហ្នឹងភាគច្រើនចិនហើយឥឡូវសំបីតែចិនហ្នឹងដល់ទៅពេលមានបញ្ហា scam អនឡាញមានបញ្ហាអីហ្នឹងគឺធ្លាក់មកនៅ 35% អត់ដល់ផងនៅក្នុងឆ្នាំ2028អញ្ចឹងបានន័យថាឆបបោកអនឡាញហ្នឹងគឺប៉ះពាល់ខ្លាំងមែនទែនដល់កម្ពុជាឥឡូវនិយាយអំពីតកតងនឹងរឿងផលប៉ះពាល់ឬក៏ការដាក់ទណ្ឌកម្មរបស់អាមេរិកឬក៏សំទោសគេយកពន្ធមិនថាដាក់ទណ្ឌកម្មវាធំពេកតែដូចដាក់ទណ្ឌកម្មដែរព្រោះយើងអត់ធ្វើតាមគេខ្ញុំអានសារមួយពីមន្ត្រីពាណិជ្ជកម្មមន្ត្រីស្រុកខ្មែរជាមន្ត្រីបរទេសគឺលោក Casey Bennett លោក Casey Bennett នេះគាត់ជាអតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាគាត់សរសេរនៅលើ Facebook របស់គាត់អំពីចំណាប់អារម្មណ៍តកតងនឹងការដែលអាមេរិកកំណត់យកពន្ធ 10% បន្ថែមទៀតទៅលើពីកម្ពុជាហ្នឹងហើយយើងឃើញមានពន្ធដែលយកពីប្រទេសដទៃទៀតដែរក៏ប៉ុន្តែពីកម្ពុជាហ្នឹងក៏ដាក់ច្រើនដែរ 10% ហ្នឹងគាត់និយាយចេះខ្ញុំដកស្រង់ហើយខ្ញុំសូមអានទាំងស្រុងតែម្ដងទៅព្រោះ Facebook របស់គាត់ក៏សរសេរពេញជាភាសាខ្មែរដែរគាត់ដាក់ថាចេះថ្ងៃនេះតំណាងពាណិជ្ជកម្មអាមេរិកបានដាក់ពន្ធគយអត្រា 10% លើកម្ពុជាបន្ទាប់ពីស៊ើបអង្កេតតាមមាត្រា301ក្នុងពេលជាមួយគ្នានេះសហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា 12.5% លើប្រទេសចំនួន38ទៀតរួមទាំងប្រទេសថៃនិងប្រទេសវៀតណាមដែរលើសពីនេះសហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងពន្ធដល់កម្ពុជាសម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកអត់ផលិតអញ្ចឹងអ្វីដែលអាមេរិកអត់ផលិតគឺអត់យកពន្ធទេមានទាំងក្របស្វាយចន្ទីជាដើមណាអាមេរិកអត់ផលិតទេអញ្ចឹងអានេះមានការអនុគ្រោះពន្ធកន្លែងហ្នឹងដែរលោកបន្តទៀតថាចំណុចសំខាន់នោះគឺសហរដ្ឋអាមេរិកផ្ដល់ជូនកម្ពុជានៅការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ដោយផ្អែកលើបរិមាណកប្បាសឬក៏ក្រណាត់កប្បាសអាមេរិកដែលកម្ពុជានាំចូលការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះមានគោលបំណងជំរុញផលិតកម្មនៅក្នុងស្រុកអាមេរិកនិងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនចាំបានន័យថាអាមេរិកអត់យកពន្ធទេបើសិនជានាំកប្បាសចូលពីអាមេរិកដើម្បីធ្វើឲ្យកម្ពុជាលែងយករបស់នេះពីចិនអានេះគឺជាការកាត់ដៃកាត់ជើងចិនដែរនេះជាឱកាសលោកថាក៏ប៉ុន្តែជាហានិភ័យផងដែរព្រោះអីក្នុងឆ្នាំ2025កម្ពុជានាំចេញសម្លៀកបំពាក់ទៅអាមេរិកក្នុងទឹកប្រាក់ $4,000 លានក្នុងឆ្នាំដដែលនោះកម្ពុជានាំចូលកប្បាសនិងក្រណាត់ពីប្រទេសចិនក្នុងចំនួនទឹកប្រាក់ $2,800 លានដែលត្រូវបានប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅអាមេរិកនាំចេញទៅអាមេរិក $4,000 លានយើងនាំកប្បាសពីចិនមក $2,800 លានបាត់ទៅហើយហ្នឹងដូច្នេះបានន័យថានៅតែ $1,200 លានទៀតអញ្ចឹងឥឡូវអាមេរិកកាត់ជើងចិនកាត់ដៃចិនចោលដើម្បីឲ្យកម្ពុជាធ្វើម៉េចយកតែផលិតផលកប្បាសពីចិនមកពីអាមេរិកមកវិញអញ្ចឹងនៅក្នុងនេះគឺជាហានិភ័យគាត់ថាក្នុងឆ្នាំតកតនឹង $2,800 លានដែលត្រូវប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅអាមេរិកនិងសហភាពអឺរ៉ុបចំណែកឯការនាំចូលកប្បាសនិងក្រណាត់ពីសហរដ្ឋអាមេរិកវិញបានត្រឹមតែ $137,000 តែប៉ុណ្ណោះដែលចំនួននេះតិចតួចបំផុតនេះបើតាមកាលពីមុនមកអញ្ចឹងចាប់ពីពេលនេះទៅចំនួនកប្បាសនាំចូលពីអាមេរិកទៅស្រុកខ្មែរអាចកើនឡើងព្រោះអីអាមេរិកមិនយកពន្ធហើយធ្វើឲ្យឈប់នាំកប្បាសពីចិនលោកបន្តទៀតហានិភ័យនេះគឺថាអញ្ចេះក្នុងរយៈពេលខ្លីកម្ពុជាអាចបាត់បង់ការបញ្ជាទិញ
từប្រទេសឥណ្ឌូនេស៊ីនិងបង់ក្លាដេសដែលទទួលបានអត្រាពន្ធ 10% បាត់បង់ការបញ្ជាទិញហ្នឹងបានន័យថាគេទៅដើមយកទីផ្សារគឺបង់ក្លាដេសនិងឥណ្ឌូនេស៊ីដោយសារតែពន្ធ 10% ពីអាមេរិកដូចគ្នាហ្នឹងព្រមទាំងករណីលើកពន្ធសម្រាប់សម្លៀកបំពាក់ផងដែរប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរនេះយើងត្រូវប្រកួតជាមួយម៉ាឡេត្រូវប្រកួតជាមួយឥណ្ឌូនេស៊ីឥឡូវយើងអត់មានរោងចក្រផលិតក្រណាត់ខ្លួនឯងតើយើងប្រកួតប្រជែងមិនទាន់នេះគឺជាគ្រោះថ្នាក់មួយដែលលោក KC Bennett បានព្យាករណ៍លោកថាកម្ពុជាខ្វះរោងចក្រផលិតក្រណាត់ដូច្នេះកម្ពុជាត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័សបំផុតដើម្បីតាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់បើមិនដូច្នេះទេនឹងបាត់បង់ការបញ្ជាទិញបន្តិចម្ដងឧបសគ្គរួមមានតម្លៃអគ្គិសនីខ្ពស់នៅកម្ពុជានិងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានក៏លំបាកទៅទៀតលោកបន្តទៀតថាកម្ពុជាក៏អាចប្រឈមហានិភ័យនិងឱកាសផងដែរចំពោះពន្ធគយសំណុំទី2គេហៅថាប្រកាសដោយគណៈកម្មការពាណិជ្ជកម្មពិសេសអាមេរិកហ្នឹងគឺឆ្លើយតបទៅនឹងការស៊ើបអង្កេតមាត្រា301ស្ដីអំពីសមត្ថភាពផលិតកម្មលើសសមត្ថភាពផលិតកម្មលើសនេះគឺឥឡូវលោកសុនចន្ទថុលខ្ញុំបើកវងកញ្ចក់តិចពេលសម្ភាសជាមួយ Bloomberg តាក់ទងនឹងផលិតកម្មលើសនេះលោកសុនចន្ទថុលថាគាត់រំពឹងថាអាមេរិកអាចនឹងយកពន្ធក្នុងអត្រា 9% នៅក្នុងរឿងផលិតកម្មអញ្ចឹងបានន័យថា10ឥឡូវថែម9ទៀតវាអាចទៅផ្លូវហ្នឹងទៀតអាមេរិកអត់ទាន់ដាក់ពន្ធនៅក្នុងកម្រិតហ្នឹងទេប៉ុន្តែផលិតកម្មលើសហ្នឹងគឺអាមេរិកបើលោកសុនចន្ទថុលថាអាចយកដល់ 9% លោក KC Bennett គាត់បញ្ចប់ដោយឃ្លាថាលទ្ធបញ្ហាពន្ធទាំងពីរនេះគឺត្រូវបានរំពឹងថានឹងចេញក្នុងពេល2ខែខាងមុខគឺនឹងចេញបានន័យថា 10% នេះក៏មាន 9% ថែមនេះក៏មានទេកម្ពុជាអាចនឹងទទួលបានអត្រាអំណោយផលក្នុងពន្ធបន្ទាប់នេះក៏ប៉ុន្តែក៏អាចមានលក្ខខណ្ឌតម្រូវឲ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនដែរបន្ទាប់ពីពន្ធស្ដីពីសមត្ថភាពផលិតលើសនេះគឺខាងពាណិជ្ជកម្មពិសេសអាមេរិកត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកពិភាក្សាជាមួយកម្ពុជាវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកឬក៏គេហៅថា Agreement on Reciprocal Tariffs ដើម្បីបញ្ចប់ការធ្វើវិសោធនកម្មនិងជំរុញឲ្យរដ្ឋសភាកម្ពុជាផ្ដល់ស្ថាប័នចុងក្រោយលោកថាឧបសគ្គមួយទៀតចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជាគឺកង្វះវឌ្ឍនភាពជាសាធារណៈណាមួយឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបបានន័យថាអត់មានកែប្រែអត់មានការផ្លាស់ប្ដូរស្ថានភាពសោះដែលពិបាកជាមួយនឹងសហគមន៍អឺរ៉ុបជាពិសេសស្ថានភាពសិទ្ធិមនុស្សនឹងហ្មងកម្ពុជានឹងបាត់បង់ការលើកលែងក្រោមការអនុពន្ធ EBA អ្វីៗគ្រប់យ៉ាងលើកលែងតែសភាវុធពីសហភាពអឺរ៉ុបនៅពេលឆាប់នេះដែរហើយម៉ាកយីហោនានាមិនសុខចិត្តបង្កើនការបញ្ជាទិញពីកម្ពុជាទេលុះត្រាតែមានសញ្ញានៃការវិវត្តវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននៅ FTA ឬក៏របបពន្ធអំណោយផលផ្សេងទៀតនៅពេលដែលលើកលែង EBA ផុតកំណត់តាមពិតរឿង EBA នេះបងប្អូនដោយសារតែប្រទេសកម្ពុជាបើផុតពីបន្ទាត់ភាពក្រីក្រជាប្រទេសក្រីក្របំផុតគឺច្បាស់ណាស់គេលែងឲ្យ EBA ប៉ុន្តែ EBA នេះក៏គេនៅតែអនុគ្រោះដែរបើប្រទេសមានស្ថានភាពសិទ្ធិមនុស្សប្រសើរអញ្ចឹងនៅតែអាចសុំគេបានបន្តទៀតទេតែបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតើអស់គឺអស់ទាំងស្រុងតែម្ដងអញ្ចឹងហើយបានជារឿងនេះក៏ជាឧបសគ្គដែរខ្ញុំស្លេះរឿងនេះតកតងនឹងរឿងពន្ធរឿងអីនេះឥឡូវយើងនិយាយអំពីតើកម្ពុជាមានអីទប់រឿងនេះគឺជារឿងលំបាកដែរកម្ពុជាមានបញ្ហាសិទ្ធិមនុស្សខ្លួនឯងផងបញ្ហាស្កែមបញ្ហាអសកម្មអីមកកណោដែរឥឡូវនិយាយអំពីជំហររបស់លោកហ៊ុនម៉ាណែតទៅវិញសហគមន៍អន្តរជាតិក៏គេចង់មើលថាតើកម្ពុជាចាត់ការយ៉ាងម៉េចនៅក្នុងការដោះស្រាយដើម្បីសម្អាតការឆបោកអនឡាញនិងបរិយាកាសធ្វើពាណិជ្ជកម្មជាមួយនឹងវិនិយោគិនដែលគេចង់មករកស៊ីជាមួយយើងហើយលោកសុនចន្ទថុលបន្ទោសថារឿងដែលវិនិយោគិនបរទេសធ្លាក់ចុះគឺដោយសារតែទំនាស់ប្រចាំបពីឯណាណោះហើយនឹងអាចនឹងមកពី scam នឹងដែរប៉ុន្តែ scam ហ្នឹងកើតឡើងយូរហើយលោកអត់ដឹងទេចឹងឥឡូវលោកហ៊ុនម៉ាណែតឯនេះទៅវិញនៅពេលដែលផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុទូរទស្សន៍ Bloomberg ហ្នឹងមានរឿងមួយដ៏គួរឲ្យរកម្មចិត្តមែនតើហើយខ្ញុំមិននឹកស្មានថាលោកហ៊ុនម៉ាណែតនឹងយកវិធីនេះទៅឆ្លើយជាមួយទូរទស្សន៍អន្តរជាតិបែបនេះទេព្រោះវិធីបែបនេះគឺជាការដែលធ្វើឲ្យកម្ពុជាបាក់មុខមាត់យ៉ាងខ្លាំងហេតុអីបានជាខ្ញុំនិយាយដូច្នេះបាក់មុខមាត់ខ្លាំងទាំងលោកហ៊ុនម៉ាណែតទាំងប្រទេសកម្ពុជាទាំងមូលហើយឲ្យសហគមន៍អន្តរជាតិអស់សង្ឃឹមនៅក្នុងការចាត់ការអក្រិតកម្មឆបោកអនឡាញដែលដោយការសន្យារបស់កម្ពុជាហើយហេតុអីលោកហ៊ុនម៉ាណែតគាត់និយាយចាត់ទុកបញ្ហាអុកញ៉ាអ្នកអុកញ៉ាកុកអាននិងលេយយងផាត់ជារឿងបុគ្គលរឿងនេះគឺនៅពេលដែល Avril Hong លោកស្រី Avril Hong សួរលោកហ៊ុនម៉ាណែតតាក់ទងនឹងរឿងឆបោកអនឡាញនេះតើកម្ពុជាយល់យ៉ាងណាដែរពីចំណាត់ការរបស់អាមេរិកដែលចាត់ការដាក់ទណ្ឌកម្មមន្ត្រីអុកញ៉ាខ្មែរជាច្រើនអ្នកតើយុត្តិធម៌ដែរឬទេគេសួរសំណួរលោកហ៊ុនម៉ាណែតតើអាមេរិកដាក់អញ្ចឹងសមទេគេសួរអញ្ចឹងណាគេសមទេទទួលយកបានទេកម្ពុជាដឹងលោកហ៊ុនម៉ាណែតឆ្លើយថាម៉េចទេគាត់ថារឿងឆបោកអនឡាញនេះកម្ពុជាបដិញ្ញាប្រយុទ្ធប្រឆាំងហើយឯចំពោះរឿងហើយព្រោះអីអ្នកសួរគេសួររឿងលោកលីយ៉ុងផាត់និងកុកអានហ្នឹងចំពោះរឿងលោកលីយ៉ុងផាត់និងកុកអានលោកចាត់ទុកថានេះគឺជារឿងបុគ្គលសុទ្ធសាធអូខ្ញុំចង់ធ្លាក់ថ្លើមក្ដុកបងប្អូនដល់ពេលដែលគាត់និយាយរឿងបុគ្គលសុទ្ធសាធអញ្ចឹងខ្ញុំគិតថាអូអ្នកដឹកនាំខ្មែរគាត់ដោះសារការពារស្រាតខោកដាលវាលតែម្ដងហេតុអីបានជារឿងលោកសុកអានលោកកុកអាន
hai nâng lục ly dòng phát chỉ riêng bọc côn tờ vĩnh nâu pe đại riêng năng vì pa pẹ quan nâng triệt dương tầng mũ liệt trong phong tờ ngõ hai đại ban chỉ quan dưới dạng thu suy đại thua oi xã công an trả triệt ở sừng khâm khăng lừa thập bị bà cam bị chia đời xa và xa rồi bao lụcคนmà này hay chẳng không bỏ sai quan dưới che có tha riêng lục ông nhà cọc an nâng ly dòng phát chỉ riêng bọc côn chỉ cả chọn bạc cắn hay lấy ní krom ní cái cổng pung tai chuol mê thì viแต่งลูกลียงพัดแต่งลูกกอกอ่านเยอะได้ดังให้ปีมนหมาวไอ้แล้วลูกคนมันน่ากอดชลายทาแต่งปีเนี่ยนี่กำปงแต่จวลเมเทวีดำใบเอาแต่เลี้ยงชั่วโมงกัดจันปีบัญชีในอเมริกาเนาะอุ้ยมาเจ้ายังเพลิงอัดหัวยังนอนคนในตรงกุยบอกไซตายังลุกอย่างไม่ผู้ธรรมดาเพลิงใช่ในกัมพูชีไซแบบบอกหอยแต่ลมดอลสอบยาไอ้แล้วยืงนอนคนหนึ่งกุยบอกใส่นั่งเอาหลุดตะกงเอาใส่นั่งเวียหอยโจลเพลย์คนตาเพลิงอัดรุยเพราะนั่งตายังแต่ทัวอย่างไม่ดำไปไอเลี้ยงชั่วโมงกว่าแต่งปีเนี่ยนั่งจันปีบัญชีในสารดำเลยลูกคนมาในนี่นี่คือโดยคนนี้นั่งเอาไว้ได้ยมแหละคือลูกยมแหละได้จิตที่ปรักษาระบาดลูกคนสันก็ทัวหรือชนะได้จวลเมถือวิดำไปดอกชั่วโมงจันปีบัญชีขมายในอเมริกลูกยมแหละทัวบานจุกใจดอกจันปีชั่วโมงในขนมบัญชีดำบ่งได้จิตสกัดได้เปลี่ยนฉบับดอกบานแต่ในขนมสกัดได้เปลี่ยนฉบับได้ปนตายใส่เส้นเตืออัดดังเนี่ยอันนั้นลูกยืมแหละมันดังอ๋อลุยประมาณนี้ขอให้พี่นั่งมาลูกซอสุข่าเคยเก็บทัวบานจุกใจคือลูกยืมแหละทัวบานจุกใจก่อนแต่ดอกชั่วโมงคนตายในขนมบัญชีตอนกรรมระบบรัตนากีจีดอเมริกในต่างอ๋อดอกจันปีตายสกัดได้เปลี่ยนฉบับให้เครื่องมันผลโจทย์ท่าดอกชั่วโมงจันปีสกัดได้เปลี่ยนฉบับนั่งตาวิมินปัจจัยไอตายืงชุบประพฤติบัตรกระนั้นหรืออย่างไรลูกซอสุข่าจูลเมทีวีปีกรมอ๋อลุยพายจิตประมาณ$7,000ติดดำใบดอกชั่วโมงกว่าจันปีอาบัญชีในสกัดได้เปลี่ยนฉบับระบบรัฐสภีนี่ได้จังไงเลยลูกกอกอ่านหนึ่งลูกลียงพัดนอนคนนี้จวลเมทวีดำไปลบชั่วโมงจันปีบัญชีนี่ได้เอากัมพูชียังตาในหรือเจียวิธีได้ยังดอกสายปัญหาให้ลูกคนมานัดก็กดกันท่านั่งไงเรื่องบกลเกยยอตื้อซ่อมลบชั่วโมงจันปีนี้แต่บรรลุบ้านรวยครวนแต่กัมพูชีอันนี้ไอ้พร้อมกดจีมนุษย์อาสอมบัต